ក្រុមប្រជាពលរដ្ឋចំនួនប្រមាណជា300នាក់ខ្លះកាន់រូបថតរបស់លោកឈុតវុធីដែលមានសរសេរជាភាសាអង់គ្លេសថាខ្ញុំជាឈុតវុធីខ្លះកាន់ធូបដែលរុំជាមួយនឹងមែកឈើតូចៗដែលពួកគេបោចនៅនឹងចិញ្ចើមផ្លូវដីក្រហមបានដើរជាក្បួនខ្លីមួយនៅរសៀលថ្ងៃសុក្រនេះនៅចំណុចវាល3ស្រុកមណ្ឌលសីមាខេត្តកោះកុងក្បួនដង្ហែបានធ្វើដំណើរឆ្ពោះទៅកាន់ទីកន្លែងបាញ់សម្លាប់លោកឈុតវុធីប្រធានអង្គការការពារធនធានធម្មជាតិនិងលោកអិនរតនាមន្ត្រីកងរាជអាវុធហត្ថដែលត្រូវរដ្ឋាភិបាលអះអាងថាបានបាញ់សម្លាប់ខ្លួនឯងបន្ទាប់ពីបានបាញ់សម្លាប់លោកឈុតវុធីក្រុមប្រជាពលរដ្ឋដើរនៅលើផ្លូវចម្ងាយប្រមាណជា100ម៉ែត្រមុននឹងទៅដល់ចំណុចទីកន្លែងនៃគ្រោះថ្នាក់របស់លោកឈុតវុធីគាត់ជាមនុស្សល្អហើយជាអ្នកការពារព្រៃឈើដើម្បីជូនប្រជារាស្ត្ររបស់យើងឲ្យប្រជារាស្ត្រជនក្រីក្រស្លូតត្រង់ឲ្យមានឈើព្រៃរស់នៅជាម្លប់នៃប្រជារាស្ត្រទូទៅមិនឲ្យជនបរទេសឬក៏ជនមួយណាបំផ្លិចបំផ្លាញឡើយនេះបានជាខ្ញុំមកគោរពវិញ្ញាណក្ខន្ធរបស់គាត់គឺអត់ពីលោកវុធីទៅគឺនេះសហគមន៍ដូចខ្ញុំនេះមកទាំងអស់នេះសត្វតអ្នកការពារព្រៃឈើចូលរួមដើម្បីបង្រឹងបង្កើតឲ្យមានលោកវុទ្ធឈុតវុធី4រាប់រយទៀតបាទមិនមែននេះគឺឲ្យមានបន្តទៅទៀតมันបាក់ស្បាតมันអសកម្មក្នុងការពារព្រៃឈើទេលោកឈុតវុធីត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី26ខែមេសាបន្ទាប់ពីលោកបានធ្វើការស៊ើបអង្កេតទៅលើការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅទីនេះប្រជាពលរដ្ឋដែលចូលរួមមួយចំនួនគឺជាសកម្មជនការពារព្រៃឈើនិងមួយចំនួនទៀតគឺជាជនរងគ្រោះនៅក្នុងជម្លោះដីធ្លីហើយកូនប្រុសច្បងរបស់លោកឈុតវុធីគឺលោកឈើបឧត្តមរស្មីបានអានអំពីជីវប្រវត្តិរបស់ឪពុករបស់ខ្លួនព្រះដេចគុណលួនសាវ៉ាតមានសង្ឃដីកាដោយចាត់ទុកថាការបិទបញ្ចប់ការស៊ើបអង្កេតរបស់រដ្ឋាភិបាលទៅលើសំណុំរឿងឃាតកម្មលោកឈុតវុធីកាលពីសប្តាហ៍មុនគួរឲ្យសង្ស័យដោយឡែកលោកអ៊ូវីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានរៀបចំការប្រមូលផ្ដុំរបស់ប្រជាជនទាំង8ខេត្តថ្លែងថាការស្លាប់របស់លោកឈុតវុធីមិនបានធ្វើឲ្យសកម្មជនការពារបរិស្ថានឯករាជ្យបាក់ស្បាតនោះទេប្រជាពលរដ្ឋដែលគ្រោងនឹងចូលលុកលុយដើរត្រួតមើលការកាប់បំផ្លាញព្រៃឈើនៅចំណុចវាល3នោះបានកែប្រែការសម្រេចចិត្តនេះវិញមូលហេតុដោយសារតែមានការលំបាកនៅក្នុងការស្នាក់នៅនិងឈើដែលត្រូវកាប់នោះត្រូវបានដឹកជម្លៀសចេញរួចទៅហើយពីខេត្តកោះកុងខ្ញុំគង់សុថានរិទ្ធ VOA